មេរៀនទី13ការពណ៌នាអំពីមនុស្សម្ដាយខ្ញុំឈ្មោះគន្ធាគាត់មានអាយុ38ឆ្នាំហើយសព្វថ្ងៃគ្រួសារខ្ញុំរស់នៅភូមិត្រពាំងត្របែកឃុំអង្គតាសោមស្រុកត្រាំកក់ខេត្តតាកែវម្ដាយខ្ញុំមានមាឌធំល្មមកម្ពស់ប្រហែល1.60 ម៉ែត្រសម្បុរខ្មៅស្រអែមសក់វែងស្លូតច្រមុះស្រួចភ្នែកធំល្មមដៃជើងសមនឹងដងខ្លួនគាត់និយាយស្ដីមួយតែច្បាស់នៅពេលមានបុណ្យទានម្ដងគាត់ស្លៀកពាក់ហូលផាមួងអាវប៉ាក់យ៉ាងស្អាតម្ដាយខ្ញុំឧស្សាហ៍ធ្វើការងារណាស់គាត់ជាអ្នករួសរាយរាក់ទាក់ចំពោះមនុស្សទូទៅគាត់ចូលចិត្តនិយាយដាស់តឿនកូនចៅឲ្យខិតខំរៀនសូត្រខ្ញុំគោរពនិងស្រឡាញ់ម្ដាយខ្ញុំណាស់ព្រោះគាត់ជាអ្នកមានគុណបានបង្កើតបីបាច់ថែរក្សាចិញ្ចឹមខ្ញុំនិងក្រុមគ្រួសារ